រឿងជ័យកុមារនិងនាងអារក្សនាសម័យកាលកន្លងទៅឆ្ងាយពីក្រុងនគរដែលពោរពេញដោយភាពអ៊ូអរមានភូមិមួយឈ្មោះថាភូមិមនោរម្យឈ្មោះភូមិនេះពិតជាស័ក្តិសមនឹងទិដ្ឋភាពជាក់ស្ដែងមែនព្រោះវាហុំព័ទ្ធទៅដោយធម្មជាតិដ៏ស្រស់ត្រកាលវាលស្រែពណ៌បៃតងខ្ចីលាតសន្ធឹងរហូតដល់ជើងភ្នំដែលគ្របដណ្ដប់ដោយព្រៃឈើខៀវស្រងាត់ពេលព្រឹកព្រលឹមទឹកសន្សើមនៅលើស្លឹកឈើនិងវាលស្មៅភ្លឺចែងចាំងដូចគ្រាប់ពេជ្រក្រោមរស្មីព្រះអាទិត្យទើបតែនឹងរះព្រែកតូចមួយឈ្មោះថាព្រែកកែវហូរឆ្លងកាត់ភូមិទឹកថ្លាឆ្វង់អាចមើលឃើញដល់បាតបង្កើតបានជាសូរស័ព្ទរងំគួរឲ្យចង់ស្ដាប់ផ្កាព្រៃគ្រប់ពណ៌រីកស្គុះស្គាយតាមដងផ្លូវនិងមាត់ព្រែកហាក់ដូចជាមរុំចម្រុះពណ៌ដែលធម្មជាតិបានត្បាញឡើងក្នុងភូមិដ៏សុខសាន្តមួយនេះមានយុវជនម្នាក់ឈ្មោះជ័យជាយុវជនមានរូបរាងសង្ហាកម្លាំងមាំមួននិងមានចិត្តសប្បុរសមេត្តាករុណាដល់មនុស្សសពសត្វគ្រប់រូបគាត់រស់នៅក្នុងខ្ទមតូចមួយធ្វើពីឈើប្រក់ស្បូវនៅក្បែរជើងភ្នំជាមួយឪពុកចាស់ជរាម្នាក់ឪពុករបស់គាត់មានវ័យចំណាស់ណាស់ទៅហើយកម្លាំងក៏ចុះខ្សោយមិនអាចធ្វើការងារធ្ងន់បានទៀតទេជ័យស្រឡាញ់និងគោរពឪពុករបស់គាត់ខ្លាំងណាស់គាត់តែងតែមើលថែឪពុកយ៉ាងដិតដល់មិនឲ្យមានការខ្វះខាតឡើយមុខរបរប្រចាំថ្ងៃរបស់ជ័យគឺកាប់អុសលក់រៀងរាល់ព្រឹកព្រលឹមស្រាងមុនពេលមាន់រងាវជ័យបានក្រោកពីដំណេករៀបចំខ្លួននិងពូថៅដ៏មុតស្រួចរបស់គាត់ជារៀងរាល់ថ្ងៃគាត់នឹងដើរចូលទៅក្នុងព្រៃជ្រៅដែលនៅមិនឆ្ងាយពីផ្ទះប៉ុន្មានដើម្បីស្វែងរកដើមឈើស្ងួតឬដើមឈើដែលងាប់ដួលរលំគាត់មិនដែលកាប់ដើមឈើស្រស់ទេព្រោះគាត់យល់ថាវាជាការបំផ្លាញធម្មជាតិនៅពេលរកបានដើមឈើសមរម្យគាត់នឹងចាប់ផ្ដើមកាប់ដោយកម្លាំងកាយរបស់គាត់សំឡេងពូថៅនិងឈើលាន់ប៉ាំងឮសូរកងរំពងពេញព្រៃញើសហូរស្រក់ពីថ្ងាសរបស់គាត់មិនដែលត្អូញត្អែឡើយបន្ទាប់ពីកាប់អស់ល្មមលក់ហើយគាត់បានរែកអស់ទាំងនោះនឹងចងជាបាច់ត្រឡប់មកផ្ទះវិញគាត់ទុកអស់មួយចំនួនសម្រាប់ដាំបាយនិងដុតភ្លើងឲ្យឪពុករបស់គាត់ដើម្បីទទួលបានភាពកក់ក្ដៅរីឯអស់ដែលនៅសល់គាត់នឹងរែកយកទៅលក់នៅឯផ្សារក្នុងភូមិជិតខាងរបស់គាត់ផ្លូវទៅផ្សារត្រូវដើរកាត់វាលស្រែនិងព្រៃបោះខ្លះតែជ័យមិនដែលរុញរាឡើយលុយដែលរកបានពីការលក់អស់គាត់នឹងយកទៅទិញអង្ករត្រីសាច់បន្លែនិងថ្នាំសង្កូវសម្រាប់ឪពុករបស់គាត់តែងតែធានាថាឪពុករបស់គាត់បានបរិភោគអាហារគ្រប់គ្រាន់មានជីវភាពសមរម្យថ្ងៃមួយភូមិមនោរម្យដែលធ្លាប់តែសុខសាន្តបានប្រែទៅជាភូមិដែលពោរពេញដោយភាពភ័យរន្ធត់មានបិសាចស្រីមួយមានមាឌធំស្ទើរស្មើនឹងដើមត្នោតស្បែករបស់នាងវាមានពណ៌ខៀវក្រមៅភ្នែកក្រហមឆេះដូចរងើកភ្លើងត្រចក់ដៃត្រចក់ជើងវែងមុតដូចកាំបិតបានរួចខ្លួនចេញពីភ្នោខ្មោចបុរាណមួយកន្លែងនៅលើភ្នំបិសាចស្រីកំណាចនោះមានឈ្មោះថានាងអារក្សវាតែងតែចេញចាប់អ្នកភូមិស៊ីជាអាហារសំឡេងស្រែកយំនិងការភ័យខ្លាចបានគ្របដណ្ដប់ពេញភូមិអ្នកភូមិរត់គេចខ្លួនចែកផ្លូវគ្នាខ្លះក៏ត្រូវនាងចាប់បានទុកសោកដ៏ធ្ងន់ធ្ងរបានកើតឡើងចំពោះជ័យនៅពេលដែលឪពុកជាទីស្រឡាញ់របស់គាត់ត្រូវបាននាងអារក្សចាប់យកទៅបាត់ខណៈដែលគាត់កំពុងព្យាយាមការពារឪពុកជ័យបានត្រឹមតែឈរមើលដោយក្តីអស់សង្ឃឹម
ទឹកភ្នែកហូរក្នុងចិត្តពោពេញដោយកំហឹងនឹងការឈឺចាប់យ៉ាងក្រៃលែងគ្មានអ្នកភូមិណាម្នាក់សូម្បីតែអ្នកខ្លាំងពូកែក្នុងភូមិក៏មិនអាចនឹងតតាំងជាមួយបិសាចស្រីដ៏កំណាចនោះបានឡើយបន្ទាប់ពីបាត់បង់ឪពុកជាទីស្រឡាញ់ជ័យបានក្លាយជាមនុស្សឯកានិងពោពេញទៅដោយការឈឺចាប់គាត់បានបដិញ្ញាចិត្តថានឹងសងសឹកឲ្យឪពុកនិងអ្នកភូមិទាំងអស់ដែលត្រូវបាននាងអារក្សចាប់និងស៊ីនិងសម្លាប់ដោយដឹងថាខ្លួនគាត់គ្មានកម្លាំងនិងវិជ្ជាគុណគ្រប់គ្រាន់ជ័យបានសម្រេចចិត្តធ្វើដំណើរផ្សងព្រេងចូលទៅក្នុងព្រៃជ្រៅដើម្បីស្វែងរកតាឥសីដែលល្បីល្បាញខាងមន្តអាគមនិងយុទ្ធសិលដែលបានតាំងសិលអស់រយៈពេលរាប់រយឆ្នាំមកហើយជ័យបានចាកចេញពីភូមិធ្វើដំណើរតែម្នាក់ឯងចូលទៅក្នុងព្រៃដ៏ធំល្វឹងល្វើយគាត់បានឆ្លងកាត់ជ្រុះជ្រៅឡើងភ្នំខ្ពស់ខ្ពស់ប្រឈមនឹងសត្វសាហាវនិងអាកាសធាតុដ៏អាក្រក់ទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយក៏ការតាំងចិត្តដ៏មុតមាំរបស់គាត់មិនបានរវើយឡើយទីបំផុតបន្ទាប់ពីធ្វើដំណើរអស់ជាច្រើនខែគាត់បានទៅដល់អាស្រមរបស់តាឥសីដែលស្ថិតនៅក្នុងកំពតព្រៃដ៏ស្ងាត់ជ្រងំក្បែរទឹកជ្រោះមួយដែលហូរធ្លាក់នោះតាឥសីមានសក់ពុកចង្ការពណ៌សដូចសម្លៃស្លៀកសម្លៀកបំពាក់ធ្វើពីសម្បកឈើនិងមានទឹកមុខប្រកបដោយមេត្តាធម៌ជ័យបានលុតជង្គង់ក្រាបសំពះតាឥសីហើយរៀបរាប់ពីដំណើររឿងនិងទុក្ខសោករបស់គាត់ព្រមទាំងគោលបំណងដែលគាត់មកទីនេះតាឥសីបានស្ដាប់ដោយយកចិត្តទុកដាក់ហើយក៏ពេញចិត្តនឹងភាពស្មោះត្រង់និងការតាំងចិត្តរបស់ជ័យលោកតាបានយល់ព្រមទទួលជ័យធ្វើជាសិស្សការរៀនសូត្ររបស់ជ័យពិតជាលំបាកនិងតឹងរ៉ឹងណាស់រៀងរាល់ថ្ងៃគាត់ត្រូវក្រោកពីព្រលឹមដើម្បីធ្វើសមាធិបន្ទាប់មកហាត់ក្បាច់គុណយុទ្ធសិលផ្សេងដូចជាក្បាច់ដំបងក្បាច់ដាវនិងក្បាច់គុណដទៃទៀតតាឥសីបានបង្រៀនគាត់ពីមន្តអាគមការពារខ្លួនមន្តអាគមប្រឆាំងនឹងបិសាចនិងវិជ្ជាហៅខ្យល់ហៅភ្លៀងជ័យត្រូវបានហាត់រៀនរហូតដល់ចាំស្ទាត់និងយល់ពីអត្ថន័យរបស់វាគាត់ត្រូវហាត់កម្លាំងដោយការលើកដុំថ្មធំរត់ឡើងលើភ្នំនិងហាលទឹកឆ្លងកាត់ទន្លេដែលមានទឹកហូរវែងឆ្ងាយអន្លាយជ័យមិនដែលរអ៊ូរទាំឬខ្ជិលច្រអូសឡើយគាត់តែងតែយកចិត្តទុកដាក់ស្ដាប់រាល់ការបង្រៀនរបស់លោកគ្រូហើយព្យាយាមជានិច្ចពេលខ្លះគាត់ត្រូវរបួសដោយសារតែការហ្វឹកហាត់តែគាត់នៅតែតស៊ូគាត់យល់ថាមានតែការខិតខំប្រឹងប្រែងទេទើបអាចសម្រេចគោលបំណងរបស់គាត់តាឥសីក៏បានប្រគល់ព្រះខ័នទេពមួយដើមដល់ជ័យដែលមានរស្មីភ្លឺចិញ្ចាចនិងមានអានុភាពខ្លាំងក្លាដើម្បីកម្ចាត់បិសាចបន្ទាប់ពីរៀនសូត្រអស់រយៈពេលជាច្រើនឆ្នាំជ័យបានក្លាយខ្លួនជាយុវជនម្នាក់ដែលមានកម្លាំងខ្លាំងពូកែនិងមានចំណេះដឹងខាងយុទ្ធសិលនិងមន្តអាគមយ៉ាងស្ទាត់ជំនាញតាឥសីឃើញថាជ័យបានត្រៀមខ្លួនរួចរាល់ហើយក៏អនុញ្ញាតឲ្យគាត់ត្រឡប់ទៅភូមិវិញជ័យបានក្រាបសំពះលាលោកតាឥសីជាគ្រូហើយសន្យាថានឹងប្រើប្រាស់វិជ្ជាដែលបានរៀនសូត្រដើម្បីជួយសង្គ្រោះអ្នកភូមិនិងកម្ចាត់បិសាចនាងអារក្សចោលជ័យបានត្រឡប់មកភូមិមនោរម្យវិញគាត់ឃើញភូមិរបស់គាត់នៅតែស្ងាត់ជ្រងំអ្នកភូមិដែលនៅសេសសល់រស់ក្នុងភាពភ័យខ្លាចនិងអស់សង្ឃឹម
ជ័យបានស្រែកហៅបិសាចនាងអារក្សឲ្យចេញមកតតាំងអាខ្មោចចង្រៃឯងឆាប់ចេញមកភ្លាមថ្ងៃនេះជាថ្ងៃអវសាននៃជីវិតរបស់ឯងហើយអាណាគេនិយាយសម្ដីប្រហើនអំបញ្ញមិញនាងអារក្សពេលឮសំឡេងមនុស្សក៏ចេញមកដោយកំហឹងយ៉ាងខ្លាំងការប្រយុទ្ធដ៏ធំមួយបានចាប់ផ្ដើមឡើងរវាងជ័យនិងនាងអារក្សនាងអារក្សមានកម្លាំងខ្លាំងមហិមានិងប្រើយុទ្ធសិលដ៏អស្ចារ្យប៉ុន្តែជ័យមានភាពរហ័សរហួនប្រើក្បាច់យុទ្ធសិលដែលបានរៀននិងព្រះខ័នទេពគាត់បានកិច្ចពីការវាយប្រហាររបស់នាងអារក្សហើយឆ្លៀតឱកាសវាយតបវិញការប្រយុទ្ធបានអូសបន្លាយអស់រយៈពេលជាយូរទីបំផុតដោយសារតែភាពអង់អាចក្លាហានភាពវៃឆ្លាតនិងមន្តអាគមដ៏ពូកែរបស់ជ័យគាត់បានរកឃើញចំណុចខ្សោយរបស់នាងអារក្សហើយបានប្រើព្រះខ័នទេពដើម្បីចាក់ទៅលើនាងអារក្សបណ្ដាលឲ្យនាងអារក្សស្រែកទ្រហោយំយ៉ាងខ្លាំងរួចក៏រលាយខ្លួនបាត់ទៅអ្នកភូមិដែលបានឃើញហេតុការណ៍នោះបាននាំគ្នាស្រែកហូអបអរសាទរជ័យជំនះយ៉ាងកងរំពងពួកគេបានអរគុណជ័យដែលបានរំដោះពួកគេចេញពីគ្រោះភ័យហើយនាំយកសន្តិភាពឲ្យអ្នកភូមិមនោរម្យវិញដំណឹងពីភាពអង់អាចក្លាហាននិងជ័យជំនះរបស់ជ័យបានល្បីរន្ទឺដល់ព្រះរាជាដែលសោយរាជក្នុងនគរនោះព្រះអង្គមានសេចក្តីសោមនស្សជាខ្លាំងដែលបានកោះហៅជ័យឲ្យចូលគាល់ព្រះរាជាបានកោតសរសើរពីការព្យាយាមតស៊ូភាពក្លាហាននិងគុណធម៌របស់ជ័យដើម្បីជាការតបស្នងសងគុណដ៏ធំធេងនេះព្រះរាជាបានសម្រេចចិត្តលើកព្រះរាជធីតាដែលជាបុត្រីរបស់ព្រះអង្គដែលមានរូបឆោមស្រស់ស្អាតល្អឥតខ្ចោះនិងមានចរិតសម្បត្តិល្អប្រពៃឲ្យរៀបអភិសេកជាមួយជ័យពិធីរៀបអភិសេករវាងជ័យនិងព្រះរាជធីតាបានប្រព្រឹត្តទៅពួកគេទាំងពីរបានរួមរស់ជាមួយគ្នាប្រកបដោយសេចក្តីសុខសុភមង្គលរហូតដល់ចាស់កោងខ្នងតរៀងទៅជ័យមិនដែលភ្លេចភូមិកំណើតរបស់គាត់ឡើយគាត់តែងតែជួយទំនប់បំរុងនិងការពារអ្នកភូមិមនោរម្យធ្វើឲ្យភូមិនោះคล้ายជាភូមិមួយដ៏រុងរឿងសម្បូរសប្បាយមានសុភមង្គលជានិរន្តរ៍